Chẳng là ní nhôm một hai pi là biệp này dương để chạy cho mùi nắng robot nắng chìm xa chân mình chẳng lý là hôm phải đã thế nè hôm phải dương chắc lấy cái bạn này đi tao ăn lên đi tao chân việc đôi thì dương chạy pi đi này đôi kia chạy chân chẳng chân nắng có dương miên xong từ đây là free mau bị admin này hay xong từ đây chấn tràn cho chia rộng rồi mày đi nữa chân nắng miên mày đi lọt đọt chiên pi rồi mày đi này thấy chẳng có thì ho mùi để sao nhóm ở sao chạy chân mình sao chạy chân để ọt chạy chân tao mong chẳng tới nhầm giò này sạt bong nhưng mà chạy tham về đến cái ban mau pí admin đã bắt đầu ảo bởi dương trong xe tình này bán dương thua đôi can đâu sang lấy là dương về bị chân đồng dương chuẩn đi anh em đang thầm mày đi tại dương chơi tới anh đang start nào nữa 准备好了，我会读一句，你来说下一句。开始吧。大卫，你好。 nâng này nhóm số bật chạy nó không chuẩn nóiในการสนทนาภาษาจันโจตบงในกลางฉากนี้คือวิอรรถตั้งក្នុងការនិយាយអត្រភិញអ៊ីនទេនិយាយអីនិយាយទៅគឺដឹងតាតមុខរហូតហ្នឹងណានេះហៅម៉ា 很好。大卫，你是老师吗？ ឃើញទេតែប៉ុន្តែនេះវាឲ្យនិយាយនេះលីជីននេះហៅវាឲ្យនិយាយពាក្យហ្នឹងនៅក្នុងភាសាចិនគឺខ្ញុំសូមបញ្ជាក់ថាយើងត្រូវនិយាយឈ្មោះតួអង្គហើយអត្ថន័យយើងអាចនិយាយតែអត្ថន័យក៏អត់ត្រូវដែរអានេះដោយសារតែវាអត់ strict mode ទេវាអត់ប្រាប់តាំងការនិយាយពីយើងឃើញខ្ញុំនិយាយលើអក្សរក៏វាទៅមុខដែរអញ្ចឹងប៉ុន្តែឥឡូវនេះខ្ញុំចុចប៊ូតុង strict ដើម្បីអនុវត្តវឹកហាត់ការបញ្ចេញសំឡេងតាមលក្ខណៈ pinch in តើតានិយាយ pinch in ត្រូវបានវាឲ្យទៅមុខបើមិននិយាយ pinch in ត្រូវទេគឺអត់ទេនៅតែត្រឹមហ្នឹងទេវាឲ្យនិយាយតទៅត្រូវឃើញវាលោតមិនអញ្ចឹងអ្នកចេះចិនប្រកាសជាអាចដឹងនេះបើសិនជានិយាយត្រូវចាប់ពី 80% ឡើងទៅគឺបន្តទៅមុខទៅអត់ទេនៅតែជាមួយវានឹងទេឥឡូវខ្ញុំសាកនិយាយ clear នេះមើលបើសិនខ្ញុំនិយាយត្រូវតែវាលក្ខណៈបែបម៉េច李军不是我不是老师我是学生但是老师很好，大卫，谢谢。继续下一句。 ចឹងកន្លែងនេះវាពិនិត្យលក្ខខណ្ឌបើសិនយើងនិយាយថា pinch in ចាប់ពី 80% ឡើងទៅវាឲ្យទៅមុខតែថាក្រុម 80 ហើយគឺអត់ទេបើទោះជា 79 75អីក៏នេះដែរវាបញ្ជាក់នៅទៅនេះចឹងទៅប្រកាសខ្លួនឯងថាខ្លួនឯងមានឧបករណ៍ល្អដូចជាកុំព្យូទ័រដែលមានមិចល្អទូរស័ព្ទដែលមានមិចល្អសូរសំឡេងបានល្អនិយាយត្រូវអក្សរចាប់ពី 80% ឡើងទៅវាឲ្យទៅមុខមានទូរស័ព្ទខ្លះគាត់អាចមានបញ្ហាមិចអីចឹងទៅសូរសំឡេងទៅច្បាស់អីក៏ការចាប់អក្សរចិនក៏មិនច្បាស់ដែរចឹងណាចឹងទៅខ្ញុំបញ្ជាក់នៅត្រង់ function ចំណុចហ្នឹងឥឡូវនេះខ្ញុំនិយាយនេះខ្ញុំនិយាយអាក្រុមនេះហើយខ្ញុំនិយាយខុសជាមួយវាទៅមុខអត់老师你呢匹配度太低，正确说法是李军，不客气。请跟我说一遍，然后再试试。 ខ្ញុំនិយាយអត់ត្រូវសូម្បីតែមួយតួអក្សរចឹងទៅវាចេញ 0% ឲ្យហើយវាបញ្ជាក់លក្ខខណ្ឌប្រាប់យើងទៀតចឹងទៅការបង្ហាញក្នុងភាសាចិននៅក្នុងចំណុចហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយចំពោះ function កន្លែង restart នេះដើម្បីចាប់ផ្ដើមសន្ទនាឡើងវិញ replay ដើម្បីនិយាយពាក្យចិនដែលវានិយាយនេះឡើងវិញយើងជួយសាកមើលទៅ请跟我说一遍，然后再试试。 ចឹងនេះវានិយាយអក្សរចុងក្រោយដែលវាលោតមកវានិយាយ replay ហ្នឹងបើសិនវាលោតតាមនេះក៏វានិយាយតាមនេះដែរខ្ញុំបញ្ជាក់ហើយបើចំពោះ function read all ន័យថាវាអានអត្ថបទទាំងមូលឲ្យយើងស្ដាប់ហើយយើងស្ដាប់ទៅយើងអនុវត្តនិយាយតាមក្រោយទៅយើងក៏ចុច restart ទៅនឹងវាត្រឡប់ឲ្យយើងសន្ទនាជាមួយវាវិញតើចង់ឲ្យវានិយាយអត្ថបទសន្ទនាទាំងមូលយើងចុចទៅណាហ្នឹងចុចទៅតែខ្ញុំអត់ចុចទេហើយ strict និង unstrict នេះក៏ដូចគ្នាដល់ពេលគឺប៊ូតុង strict យើងចង់រកតាំងការបញ្ចេញពីនេះយើងចុចហ្នឹងទៅបើចង់ដោះវិញដោះចុចទៅចឹងនេះយើងដោះវាវិញនិយាយទៅអាហ្នឹងចឹងម្ដងដាក់ម្ដងដោះខ្ញុំសូមបញ្ជាក់ហើយកន្លែង so hint នេះយើងចង់ឲ្យវាណែនាំទៅគឺវាហាយអាកន្លែងនេះចោលអញ្ចឹងអាវាលោតឲ្យយើងនិយាយអាហ្នឹងបើសិនយើងមានសភៅអីមិនបានចង់អនុវត្តយើងធ្វើបែបហ្នឹងតែយើងមានសភៅទេយើងក៏ចុច so hint default របស់វាទៅហើយ on off pinch in ក៏ដូចគ្នាដែរយើងអាចបិទបាក់ pinch in និយាយតាមអក្សរចិនឲ្យយើងគិតថាយើងបកកាយយើងអាចធ្វើតាមហ្នឹងទៅណាហើយ free document នេះដូចគ្នាដែរអានេះមេរៀនចូលជាង200មេរៀនច្រើនតាំងពី basic រហូតដល់ advanced ចឹងអ្នកដែលបកកាយរៀនចិនអីស្រឡាញ់ការអនុវត្តនិយាយភាសាចិនអីអាចប្រើ system នេះត្រូវហើយអានេះឯកសារយើងបានសេតែសារយើងអត់មានឥឡូវយើងសាកសេមើលថាវាសេបានអត់ចឹងណានៅកន្លែងនេះខ្ញុំអាចដែលថា copy ChatGPT នេះឲ្យ translate ហ្នឹងគាត់ convert ទៅជាចិនយើងអាចធ្វើបែបហ្នឹងក៏បានឬក៏យើងឲ្យវាចិនតែថ្មីក៏បានតែគាត់ខ្ញុំអត់ចង់ខាត់ពេកទេខ្ញុំឲ្យវា convert ទៅជាចិន simplify នេះហើយនេះ simplify ហ្នឹងហើយយើង copy ពីនេះមកហើយយើងចូលទៅក្នុង system របស់យើងវិញចុចប៊ូតុង home អូនេះឲ្យ log in ដល់ទៀតកន្លែងហ្នឹងខ្ញុំនឹងកែទៅពេលក្រោយយើងចុចកន្លែងចិននេះនៅក្នុងកន្លែង page ដំបូងនេះគឺយើងផាសចិននៅកន្លែងនេះហើយបន្តមកទៀតយើងចុចប៊ូតុង save នៅកន្លែងនេះហើយបន្តទៀតយើងដាក់ឈ្មោះនេះខ្ញុំដាក់ cn-01 ហើយយើង save ទៅនេះខ្ញុំអត់ចេះចិនតែគាត់ខ្ញុំចំណាំយើងចូលទៅកន្លែង document យើងឃើញអត្ថបទយើងនៅនេះបើយើងចុចចង់ចុចមើលយើងចុចមើលទៅថាអក្សរនៅនេះខ្លះសិតតែចិនសុទ្ធអញ្ចឹងណាហើយយើង close វាទៅអាកន្លែងនេះ load នៅថាយើងចាប់តាមសន្ទនានៅអត្ថបទដែលយើងផាសចូលឬក៏យើង save នៅក្នុងរបស់យើងមកហ្នឹង18准备好了，我会读一句，
你来说下一句，开始吧。达拉，你知道吗？每次我坐在这条河边，都感觉柬埔寨在用无声的语言讲述着他的故事。 ចឹងខ្ញុំបញ្ជាក់ថាដូចតែមុនចឹងនៅពេលដែលចាប់ដើមសន្ទនាដំបូងគឺកន្លែងនេះវាអត់រឹតបន្តឹងការបញ្ចេញសម្លេងពេញអ៊ីនទេបើយើងចុច strict វាក៏ជារឹតបន្តឹងចឹងខ្ញុំសង្ឃឹមថាការធ្វើ website នេះគឺមានប្រយោជន៍សម្រាប់អ្នកដែលគាត់រៀនចិនការបញ្ចេញសម្លេងការអនុវត្តនិយាយហើយនឹងការសិក្សាស្រាវជ្រាវបន្ថែមទៀតដែលយើង link ជាមួយនឹង website ផ្សេងទៀតឬក៏អត្ថបទដែលយើងស្រាវជ្រាវពីអ៊ីនធឺណិតឬក៏ AI នៅត្រង់ចំណុចហ្នឹងណាចឹង website ទាំងមូលគឺមានគោលបំណងដើម្បីយើងរៀនសន្ទនារៀននិយាយតាមអត្ថបទដែលមានដោយ admin ដាក់ឲ្យឬក៏អត្ថបទដែលយើងសិក្សា copy មក paste save អនុវត្តខ្លួនឯងនៅក្នុងនេះមាន option ឲ្យអស់ហើយចឹងទៅសង្ឃឹមថាវាជាប្រយោជន៍ចឹងការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាយល់មានចម្ងល់អាចសាកសួរឆាតតាម Telegram បានអរគុណច្រើន